ពុកម្ដាយដើម្បីការពារកូនស្រីចិញ្ចឹមរបស់ពួកគេគឺម៉ាហាណាតាមពិតបានបង្ខំឲ្យកូនស្រីបង្កើតរបស់ពួកគេគឺឡូស៊ីទទួលខុសត្រូវហើយត្រូវជាប់គុកឡូស៊ីបានស្បត់ថា5ឆ្នាំក្រោយមកនាងនឹងបង្ខំពួកគេឲ្យទទួលខុសត្រូវមិត្តប្រុសរបស់នាងគឺវីឡេមក៏បានសន្យាថានឹងក្លាយជាអ្នកមានបំផុតក្នុងរយៈពេល5ឆ្នាំដើម្បីជួយនាងលុះដល់ពេលកំណត់ក្នុងរយៈពេល1ប៉ព្រិចភ្នែក5ឆ្នាំបានកន្លងផុតទៅអ្នកបម្រើបានមកទទួលឡូស៊ីហើយនាំនាងទៅផ្ទះហើយបានប្រាប់នាងថាបុរសដែលមានបំផុតនឹងមកថ្ងៃនេះដើម្បីស្នើសុំម៉ាហាណារៀបការឡូស៊ីឆ្ងល់ថាតើបុរសដែលមានបំផុតអាចចាប់អារម្មណ៍ម៉ាហាណាយ៉ាងដូចម្តេចនៅពេលដែលអ្នកបម្រើបាននិយាយឈ្មោះនោះឡូស៊ីទីបំផុតបានដឹងថាវីឡេមពិតជាបានក្លាយជាអ្នកមានបំផុតមែនវាបានបង្ហាញថាក្នុងអំឡុងពេលនោះក្នុងរយៈពេល5ឆ្នាំនោះវីឡេមបានផ្ញើអំណោយភ្ជាប់ពាក្យទៅផ្ទះរបស់ឡូស៊ីជារៀងរាល់ថ្ងៃសរុបចំនួន1975មុខប៉ុន្តែដោយសារតែឡូស៊ីមិនដែលនៅផ្ទះទេមនុស្សគ្រប់គ្នាគិតថាអំណោយទាំងនោះគឺសម្រាប់ម៉ាហាណាមិនយូរប៉ុន្មានឡូស៊ីបានត្រឡប់មកផ្ទះវិញប៉ុន្តែម៉ាហាណាបានធ្វើឲ្យនាងពិបាកដោយប្រាប់នាងឲ្យដើរលើចានភ្លើងដើម្បីការពារសំណាងអាក្រក់ឡូស៊ីបានទាត់ចាននោះដោយចលនាមួយហើយដើរចេញដោយត្រចៀកធ្វើឲ្យឪពុករបស់នាងជេរប្រមាថខ្នងរបស់នាងដោយកំហឹងនៅពេលអាហារពេលល្ងាចក្រុមគ្រួសារទាំងមូលបានញ៉ាំអាហារនិងជជែកគ្នាយ៉ាងសប្បាយរីករាយខណៈពេលដែលឡូស៊ីមិនមានកៅអីអង្គុយផងនៅទីបញ្ចប់អ្នកមើលថែក្មេងបានយកកៅអីនិងចានមួយចំនួនមកឲ្យនាងនៅពេលនេះឪពុកបាននិយាយថានៅថ្ងៃដែលក្រុមហ៊ុនបានចុះបញ្ជីជាសាធារណៈគាត់នឹងផ្ទេរភាគហ៊ុនក្រុមហ៊ុនទាំងអស់ទៅម៉ាហាណាតែឮថាម៉ាហាណាធ្វើពុតជាអង្វរឪពុកឲ្យផ្ដល់ភាគហ៊ុនបន្តិចបន្តួចដល់ឡូស៊ីផងដែរឪពុកបានធ្វើមុខមឿងមាត់ភ្លាមហើយនិយាយថាគាត់នឹងផ្ដល់ភាគហ៊ុនដល់ម៉ាហាណាចំនួន 0.0001% នោះហើយជាអ្វីដែលម៉ាហាណាចង់ឮនាងបានបោះអាហារមួយចំនួនចូលទៅក្នុងចានរបស់ឡូស៊ីដោយញុកញង់ហើយបានប្រាប់នាងដោយក្តីអាណិតថាគុំបន្ទោសឪពុករបស់ពួកគេចំពោះការលំអៀងឡូស៊ីបានបង្វែរទុកភ្លាមដោយប្រកាសថាភាគហ៊ុនអចលនទ្រព្យនិងរថយន្តទំនើបទាំងអស់នៅក្នុងផ្ទះនេះជារបស់នាងម្ដាយបានប្រញាប់ប្រញាល់ទៅលួងលោមឡូស៊ីដោយនិយាយថាសូម្បីតែភាគហ៊ុនតិចតួចនេះក៏គ្រប់គ្រាន់សម្រាប់នាងរស់នៅបានស្រួលពេញមួយជីវិតរបស់នាងដែរឃើញឡូស៊ីខឹងម៉ាហាណាម៉ូហ្គាណាកាន់តែបង្ហាញអារម្មណ៍ខឹងសម្បាថែមទៀតហើយអង្វរនាងកុំអោយធ្វើឈុតឆាកណាមួយឬក៏ដួលទៅលើឥដ្ឋដោយចេតនាឪពុកភ្លាមនោះបានសន្មតថាលូអ៊ីសបានរុញម៉ូហ្គាណាហើយតាក់កំភ្លៀងនាងយ៉ាងធ្ងន់ធ្ងរហើយថែមទាំងនិយាយថាគាត់ចង់ផ្ដាច់ទំនាក់ទំនងរវាងឪពុកនិងកូនស្រីរបស់ពួកគេទៀតផងភ្លាមនោះអ្នកបម្រើបានរត់ចូលមកប្រកាសដំណឹងល្អដោយនិយាយថាបុរសដែលមានជាងគេបំផុតបានយកអំណោយសម្រាប់ភ្ជាប់ពាក្យមកស្នើសុំម៉ូហ្គាណាក្រុមគ្រួសារទាំងមូលភ្លាមនោះមានអារម្មណ៍រំភើបរីករាយឪពុកមានអារម្មណ៍ក្លាហានភ្លាមហើយទាមទារឲ្យលូអ៊ីសសុំទោសម៉ូហ្គាណាជាបន្ទាន់លូអ៊ីសមិនអាចទ្រាំទ្របានលែងចង់ធ្វើបែបនេះទៀតហើយនាងបានតាក់កំភ្លៀងម៉ាហាណាចំមុខរត់ញាក់ចេញទៅប៉ុន្តែនៅពេលនោះអំណោយភ្ជាប់ពាក្យរបស់បុរសមានបំផុតត្រូវបានប្រគល់ជូនឪពុករបស់នាងបានសើចយ៉ាងខ្លាំងម៉ាហាណាបានរត់ខ្សែដៃមួយហើយឲ្យឡូស៊ីដោយសប្បុរសដែលប្រាប់នាងឲ្យឈប់បង្កបញ្ហាឡូស៊ីបានរុញម៉ាហាណាចេញភ្លាមហើយបានប្រមាននាងថាប្រសិនបើនាងហ៊ានរញ៉េរញ៉ៃជាមួយនាងម្ដងទៀតនាងនឹងធ្វើឲ្យនាងសោកស្ដាយដោយឃើញថាឡូស៊ីមានភាពរឹងរូសឪពុករបស់នាងថែមទាំងចាប់រំពាត់ដើម្បីបង្រៀនមេរៀនដល់នាងទៀតផងឡូស៊ីបានចាប់រំពាត់មួយរំពាត់ហើយរុញគាត់ចេញហើយត្រៀមខ្លួនចាក់ចេញពីផ្ទះនេះជារៀងរហូតឪពុកបានប្រញាប់ប្រាប់អ្នកមើលថែក្មេងឲ្យបញ្ឈប់ឡូស៊ីហើយនៅពេលនោះវីលៀមក៏បានមកដល់ភ្លាមឪពុកមិនបានដឹងថាវីលៀមដែលឈរនៅពីមុខពួកគេគឺជាបរិបទមានបំផុតនោះទេហើយបានប្រាប់គាត់ដោយក្រអើតក្រទមឲ្យចេញទៅលូវីសបាននិយាយដោយត្រង់ថានាងលែងមានអ្វីពាក់ព័ន្ធនឹងឪពុករបស់នាងទៀតហើយប៉ុន្តែឪពុករបស់នាងបាននិយាយថាប្រសិនបើនាងចង់ចាក់ចេញនាងត្រូវតែសងថ្លៃចិញ្ចឹមបីទាំងអស់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះលូវីសយល់ថារឿងនេះគួរឲ្យអស់សំណើចណាស់ហើយបាននិយាយថានាងបានរស់នៅតាមដងផ្លូវតាំងពីនាងមានអាយុ5ឆ្នាំដោយទើបតែត្រឡប់មកផ្ទះវិញនៅអាយុ18ឆ្នាំហើយត្រូវបានចោទប្រកាន់និងចាប់ដាក់គុកដើម្បីទទួលខុសត្រូវចំពោះម៉ូហ្គាណាហើយថានាងមិនបានចំណាយប្រាក់100,000ពីគ្រួសារអស់រយៈពេលជាច្រើនឆ្នាំនោះទេម្ដាយបានប្រកែកដោយល្បិចកលថាលូវីសបានខ្លាយជាខ្ញុំគ្មានផ្ទះសម្បែងព្រោះនាងរត់ចេញហើយនិយាយថានាងសុខសប្បាយជាទេឥឡូវនេះដូច្នេះនាងមិនគួរមានគំនុំឡើយលូអ៊ីសមិនចង់ឆ្លោះជាមួយពួកគេទៀតទេហើយងាកចេញប៉ុន្តែឪពុករបស់នាងបានក្រោកឈរឡើងម្ដងទៀតដើម្បីរារាំងនាងវីលៀមដែលមិនអាចទ្រាំទ្របានទៀតទេបានទូរស័ព្ទទៅដោយនិយាយថាគាត់នឹងខ្សែធនពួកគេទាំងអស់គ្នាក្នុងរយៈពេល1នាទីឪពុកបានធ្វើដូចជាគាត់បានឮរឿងកំ pl ែងដ៏ធំបំផុតនៅលើពិភពលោកប៉ុន្តែ1វិនាទីបន្ទាប់ឪពុកបានទទួលការហៅទូរស័ព្ទហើយលើកដៀដោយភាពភ័យរន្ធត់មួយសន្ទុះក្រោយមកឪពុកនោះខឹងយ៉ាងខ្លាំងរហូតដល់វាយទូរស័ព្ទរបស់គាត់ដោយអះអាងថាលូអ៊ីសបានធ្វើឲ្យអ្នកទុំម្នាក់ទៀតរងរបួសនៅក្នុងពន្ធនាគារនិងនិយាយថាគាត់នឹងបង្រៀនមេរៀនដល់លូអ៊ីសប៉ុន្តែលូអ៊ីសបានបង្ហាញភ្លាមថាអ្វីគ្រប់យ៉ាងដែលបានកើតឡើងចំពោះនាងគឺអរគុណដល់ម៉ូហ្គាណាបន្ទាប់មកនាងបានដោះអាវរបស់នាងចេញមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញរបួសជាង500មួននៅលើខ្លួនរបស់លូអ៊ីសហើយឈរនៅទីនោះដោយភាពតក់ស្លុតយ៉ាងខ្លាំងម៉ូហ្គាណាភ័យស្លន់ស្លោហើយអង្វរឪពុកម្ដាយរបស់នាងឲ្យជួយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឪពុកម្ដាយនៅតែជ្រើសរើសជឿម៉ូហ្គាណាពួកគេនិយាយថាពួកគេនឹងទូរស័ព្ទទៅបរិមមានបំផុតហើយធ្វើឲ្យគាត់ដោះស្រាយជាមួយលូអ៊ីសពួកគេមិនដែលរំពឹងថាវីលៀមជាអ្នកលើកទូរស័ព្ទនោះទេឪពុកនោះមានការភ័យខ្លាចយ៉ាងខ្លាំងគាត់បានទម្លាក់ទូរស័ព្ទរបស់គាត់ទៅលើឥដ្ឋ
Morgana បានស្រែកឡើងហើយប្រញាប់ប្រញាល់ទៅរកគាត់ប៉ុន្តែ William មិនបានមើលមុខនាងទេហើយបានប្រាប់នាងឲ្យចេញទៅភ្លាមនោះជំនួយរបស់ William បានបង្ហាញខ្លួនហើយបង្ហាញផុសតាងដែល Morgana កំពុងធ្វើបាប Louise នៅពេលដែលឪពុកម្ដាយឃើញរឿងទាំងអស់នេះភ្នែករបស់ពួកគេបានបើកចំហដោយការភ្ញាក់ផ្អើល